សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតតពីវីដេអូមុនពាក់ព័ន្ធនឹងការកំណត់ preferences ត្រង់ចំណុច payment អញ្ចឹងដោយទាំងអស់គ្នាបានដឹងមកហើយថា payment គឺពាក់ព័ន្ធនឹងការទូទាត់លុយគឺតាមរយៈការលក់នៅទំនិញឬក៏សេវាបានលុយភ្លាមហើយនឹងការទទួល payment ពីអតិថិជនដែលជាពាក់កាលពីពេលមុនចឹងដើម្បីចូលទៅកំណត់បានអ្នកនេះចូលទៅកាន់ edit យក preferences តមកទៀតកន្លែង payment នេះទីយក payment មកយក company preferences ហើយអ្នកនេះដោះយកកន្លែង use undeposited fund as default deposit to account អញ្ចឹងចុច OK មកនៅពេលដែលយើងទទួលការទូទាត់លុយពីអតិថិជនភ្លាមអញ្ចឹងយើងចូលទៅកាន់ company ហើយយកពាក្យថា enter cell receipt អូខេអញ្ចឹងកន្លែង deposit to នេះគឺអ្នកនាងអាចជ្រើសរើសយកគណនីឬក៏មធ្យោបាយនៃការទូទាត់លុយពីអតិថិជនបានគឺតាមរយៈធនាគារហើយនឹងតាមរយៈជាសាច់ប្រាក់សុទ្ធហើយឡែកសម្រាប់ការទទួល payment ដែលអតិថិជនយកពាក្យកាលពីលើកមុនអ្នកនាងចូលទៅកាន់ customer ចូលទៅកាន់ receive paymentអញ្ចឹងម្ដងកន្លែងនេះគឺ deposit to នេះគឺមានគណនីនេះដូចគ្នាអញ្ចឹងសរុបមកវិញការដែលយើងដាក់ preferences ត្រង់ចំណុច payment នេះគឺដើម្បីពេលយើងទទួលការទូទាត់លុយពីអតិថិជនភ្លាមឬក៏ការទទួលបានការសងលុយពីអតិថិជនដែលជាពាក់កាលពីពេលមុនអញ្ចឹងពេលបានទទួលអញ្ចឹងអស់នេះមានគណនីដែលយើងរុញទៅគឺមានតែបងជាសាច់ប្រាក់ហើយនឹងបងតាមរយៈកងធនាគារតែប៉ុណ្ណោះអញ្ចឹងអរគុណសូមរីករាយជាមួយនឹងវីដេអូរបស់ខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណ